ហាទី1ណាបញ្ហាទី1ដែលបញ្ហានយោបាយបាទឥឡូវបញ្ហាមួយទៀតដែរគឺតកតងនឹងរឿងសេដ្ឋកិច្ចណាតកតងជាមួយរឿងសេដ្ឋកិច្ចតើរឿងសេដ្ឋកិច្ចអីគេខ្លះណាសេដ្ឋកិច្ចអីខ្លះយើងសង្កេតឃើញថាបើយើងនិយាយពីសេដ្ឋកិច្ចណាសេដ្ឋកិច្ចគេឃើញថាទី1សេដ្ឋកិច្ចកម្ពុជាបាទធ្លាក់ចុះទុនខ្សោយបាទឃើញទេធ្លាក់ចុះទុនខ្សោយបាទជាបាទសេដ្ឋកិច្ចប្រពៃណីព្រោះថាចុងនោះចេញស្អីសេដ្ឋកិច្ចប្រពៃណីបានន័យថាប្រជាប្រដ្ឋយើងខ្មែរយើងធ្វើតាមបែបប្រពៃណីតាមទម្លាប់ដែលគាត់បន្តពីមួយជំនាន់ទៅមួយជំនាន់អញ្ចឹងបាទដីថារដូវប្រាំងរដូវវស្សាធ្វើស្រែទៅចប់ពីធ្វើស្រែអត់មានគិតถึงធ្វើអីផ្សេងទៀតទេណាដល់តែធ្វើស្រែមួយគឺធ្វើស្រូវធ្វើអីអញ្ចឹងទៅហើយឯបន្លែបកាក៏ដាំទៅជុំវិញផ្ទះគាត់ហ្នឹងអត់បានថាក្រោយពីច្រូតស្រូវហើយគាត់ត្រូវដាំអីទៀតដាំធ្វើអីនេះទៀតអីទៀតអត់ទេនៅរឿងទី1រឿងទី2តកតងជាមួយនឹងបញ្ហាប្រព័ន្ធរាជសាស្ត្រយើងក៏ចាប់ដើមអត់មានការស្ដារឡើងវិញ